សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនបន្តទៀតទាក់ទងទៅនឹង Docker ដែលក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនពីភាពខុសគ្នារវាង Virtual Machine និង Container ដែលម្សិលមិញក៏បងប្អូនបានសិក្សាហើយថា Container គឺជាអីជារួមទៅទាក់ទងនឹង Container វាគឺជា unit មួយរបស់ Docker អញ្ចឹងយើងនឹងទៅមើលបន្តទៀតថាភាពខុសគ្នារវាង VM ឬក៏ Virtual Machine និង Container ហ្នឹងខុសគ្នាយ៉ាងម៉េចអូខេបងប្អូនអញ្ចឹងខ្ញុំសូមបញ្យល់បងប្អូនបន្ថែមជុំវិញទៅនឹងភាពខុសគ្នារវាង virtual machine និង container អាចនិយាយបានថាបើសិនជាបងប្អូនអត់ដែលបានប្រើប្រាស់តាក់ទងទៅនឹង virtual machine ទេអាចនិយាយបានថាតាក់ទងនឹង virtual machine ក៏វាមិនខុសអីពី container ដែរអាចថាកាលពីមុនបើសិនជាអត់ទាន់មាន container មិនថាអត់ទាន់មាន Docker container គឺគេប្រើប្រាស់តាក់ទងទៅនឹង virtual machine ដែល virtual machine គឺគេប្រើប្រាស់វាដើម្បីធ្វើការបង្កើតតាក់ទងទៅនឹង VM មួយឧទាហរណ៍ថា VM ហ្នឹងគេចង់បង្កើតមាន storage ប្រមាណ G ហើយមានតាក់ទងទៅនឹង RAM ប្រមាណG ដូចគ្នាហើយ CPU ប្រហែល core អញ្ចឹងទៅអញ្ចឹងនៅពេលដែលគេបង្កើតហើយគឺគេអាច run នៅ application ឬក៏ run អីតាមដែលចិត្តរបស់គេហ្នឹងគឺនៅលើ resource ប៉ុណ្ណឹងប៉ុន្តែបន្ទាប់មកក៏មានតាក់ទងទៅនឹង container តែ container នេះគឺបង្កើតដោយ Docker អញ្ចឹងតាក់ទងនឹង concept container នេះគឺគេអត់ចាំបាច់បែងចែក resource អីញ៉ៃច្រើនទេគឺគេធ្វើការrun យកហ្មងគឺមានប៉ុណ្ណា run ប៉ុណ្ណឹងនិយាយទៅអត់សូវជឿក្បាលច្រើនអាចថាវាជាភាពមួយគេហៅថា flexible គឺមានភាពបត់បែនល្អជាងអញ្ចឹងទៅអាចនិយាយបានថាខ្ញុំមិនហ៊ាននិយាយថា container គឺវាមានភាពបត់បែនច្រើនជាងVM ទេអាចនិយាយបានថាទាំងពីរហ្នឹងគឺវាសិតតែល្អដូចគ្នាគ្រាន់ថាយើងប្រើប្រាស់មួយណាគឺទៅតាមតម្រូវការរបស់យើងជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំសូមបញ្យល់បន្តទៅមុខទៀតដោយសារមិញខ្ញុំបញ្យល់ហ្នឹងអាចថាទូទៅហើយក៏ខ្ញុំបានបញ្យល់ក្បោះក្បាយដូចនៅក្នុងtable នៅក្នុងតារាងមួយនេះដែរអញ្ចឹងឥឡូវខ្ញុំសូមបញ្យល់មួយដើម្បីឲ្យបងប្អូនតាមដានទៅអាចថាយល់បានខ្លះៗអញ្ចឹងទៅមិនយល់បានទាំងអស់ក៏មិនអីដែរណាហ្នឹងហើយអញ្ចឹងតាក់ទងទៅនឹង virtual machine ហ្នឹងហើយ virtual machine និង container គឺអាចនិយាយបានថាតាក់ទងទៅនឹង architecture របស់គេគឺតាក់ទងទៅនឹង virtual machine គឺគេក្នុងVM មានថាក្នុងVM ហ្នឹងគឺគេ include តាក់ទងទៅនឹង guest OS មួយហ្នឹងហើយជាមួយនឹងតាក់ទងទៅនឹង hyper supervisor អាចនិយាយបានថានៅក្នុង VM មួយគឺវាមានគឺមានគេហៅថាអញ្ញនិយាយបើថាពាក្យថា kernel ទៅចោះហ្នឹងហើយគឺវាមាន kernel មួយទៅចោះ kernel guest OS ហ្នឹងហើយ kernel ហ្នឹងអញ្ចឹងអាចនិយាយបានថានៅលើអានេះបើតាខ្ញុំនិយាយតាមបើតាខ្ញុំដឹងដូចគ្នាណាខ្ញុំមិនប្រកាសមិនខ្លាំងផ្នែកហ្នឹងទេគ្រាន់ថាអ្វីខ្ញុំបាន research ខ្ញុំយកមកប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងអញ្ចឹងទៅអញ្ចឹងតាក់ទងនឹង computer ធម្មតា computer គឺយើងមាន kernel មួយអញ្ចឹងតាក់ទងនឹង kernel ហ្នឹងគឺជាអ្នកអាចថាជាអ្នកនៅកណ្ដាលគឺ communication រវាងhardware និង software អញ្ចឹង software ចង់អីទៅមានថាចង់ធ្វើការនិយាយទៅតាក់ទងនឹង hardware គឺត្រូវការឆ្លងកាត់ kernel ហ្នឹងហើយអញ្ចឹងបែបអញ្ចឹងតាក់ទងទៅនឹង VM នៅពេលយើងបង្កើត VM មួយគឺវាមាន kernel មួយហ្នឹងហើយ kernel ហ្នឹងគឺ kernel សម្រាប់ក្នុង VM ហ្នឹងបែបអញ្ចឹងណាហើយនៅពេលដែលតាក់ទងទៅនឹងនៅក្នុង VM ហ្នឹងចង់មានថា software ក្នុង VM ហ្នឹងចង់ interact មានថាចង់តាក់ទងទៅកាន់ hardware គឺត្រូវការឆ្លងកាត់kernel នៅក្នុង VM ហ្នឹងហើយ kernel VM តាក់ទងទៅកាន់ kernel របស់ computer ខាងក្រៅមួយទៀតហើយបើ kernel ខាងក្រៅហ្នឹងតាក់ទងទៅកាន់ hardware ហើយបើបញ្ជូនគ្នាមកតវិញចឹងទៅអាហ្នឹងខ្ញុំបញ្យល់ថាអ្វីដែលខ្ញុំដឹងដូចគ្នាបើសិនជាមានខុសកន្លែងណាបើសិនជាបងដែលគាត់មើលវីដេអូនេះឃើញថាមានខុសកន្លែងណាអាចធ្វើការប្រាប់ខ្ញុំបន្ថែមបានហ្នឹងហើយខ្ញុំនឹងធ្វើការកែសម្រួលតាមហ្នឹងគ្រាន់ថាខ្ញុំនិយាយទៅតាមអ្វីខ្ញុំដឹងដូចគ្នាអញ្ចឹងអាហ្នឹងបែបអញ្ចឹងប៉ុន្តែបើតាក់ទងទៅនឹង container គឺអត់ទេ container គឺធ្វើការប្រើប្រាស់តាក់ទងទៅនឹង kernel របស់ host kernel របស់ host ហ្នឹងគឺអាចថា kernel របស់ computer ដែលកំពុង run នៅ container ហ្នឹងតែម្ដងគឺវាអត់ធ្វើការបង្កើត kernel នៅខាងក្នុងដូច VM ទេ VM គឺធ្វើការបង្កើត kernel នៅខាងក្នុងរបស់ VM មួយទៀតគឺវាអត់ប្រើប្រាស់ kernel នៅខាងក្រៅរបស់កុំព្យូទ័រទេណាហ្នឹងបែបអញ្ចឹងណាអញ្ចឹងតាក់ទងនឹង container គឺវាធ្វើការ share នៅ kernel អាហ្នឹងបែបអញ្ចឹងហើយបើតាក់ទងទៅនឹងsize មានថា storage អញ្ចឹងទៅអញ្ចឹងតាក់ទងនឹង storage តាក់ទងនឹង VM នៅពេលយើងបង្កើត VM គឺវាទាមទារយើងធ្វើការដាក់តាក់ទងនឹង storage ហើយយ៉ាងតិចអាចថាជា GB យើងទៅ1 GB អញ្ចឹងទៅអញ្ចឹងត្រូវការកំណត់តែបើតាក់ទងទៅនឹង Docker container នេះគឺអត់ចាំបាច់ទេគឺអត់ចាំបាច់កំណត់ទេហើយអាចនិយាយបានថាវាតូចបំផុតមានថាយើងអាចកំណត់តូចបំផុតអាចថាត្រឹម MB ទៅចុះប៉ុន្តែមែនតើយើងអត់ចាំបាច់កំណត់ទេនិយាយទៅ container គឺ flexible មែនតើនៅក្នុង development ប៉ុន្តែ
នៅពេលដែល deployment លើ production អាហ្នឹងក៏យើងអាចកំណត់បានដូចគ្នាតាមរយៈប្រភេទDocker Swarm អីចឹងទៅហ្នឹងហើយគឺគេមានការកំណត់មានអីអាហ្នឹងសម្រាប់Docker deployment service គឺគេមានរបៀបបែបអញ្ចឹងបន្ថែមទៀតក្នុងការកំណត់អីចឹងណាហ្នឹងហើយបើតកតទៅនឹង boot time មានថានៅពេលដែល we spin app មានថានៅពេលដែលគេហៅថា app នឹងធ្វើការ start ឡើងបើតកតនឹងVM គឺវាអាចថាចំណាយពេលអាចថាយ៉ាងតិចបំផុតគឺ1នាទីចឹងទៅប៉ុន្តែបើតកតនឹងcontainer គឺអាចថាលឿនជាងនឹងវាអាចថាក្នុងចន្លោះពេលជា second ឬក៏ millisecond ហ្នឹងហើយបើតកតនៅនឹង resource usage ចឹង resource usage គឺតកតទៅនឹង VM គឺវាត្រូវការកំណត់តកតនឹង CPU យើងដាក់ប៉ុន្មាន core RAM យើងដាក់ប៉ុន្មាន G ចឹងទៅហ្នឹងហើយតែបើតកតនៅនឹងcontainer គឺអត់ចាំបាច់ទេយើងអត់ចាំបាច់កំណត់ទេអាហ្នឹងមកអញ្ចឹងណាយើងអត់ចាំបាច់កំណត់តកតទៅនឹង resource អីយ៉ាងច្រើនទេគឺ run container ភ្លាមគឺដើរភ្លាមហើយគ្រាន់ថាតកតនឹង container បើសិនជាអាចនិយាយមកថាបើសិនជាយើងមាន resource ប្រមាណហើយ app របស់យើងដែល run ហ្នឹងគឺវាត្រូវការ resource ច្រើនគឺវាស៊ីយកបឺតយកមកអាហ្នឹងបែបអញ្ចឹងអាហ្នឹងបើតាមឆ្លងកាត់ឲ្យខ្ញុំធ្លាប់មានថាខ្ញុំរៀនខ្ញុំធ្វើអញ្ចឹងណាគឺវាបែបអញ្ចឹងគឺវាអត់មានការកំណត់ប៉ុន្តែក៏វាមានអាចថាហានិភ័យដែរដោយសារតែវាបឺតយករបស់អ្នកផ្សេងដែលវាសល់ប៉ុន្មានគឺបឺតយកបើសិនជា app វាត្រូវការអញ្ចឹងទៅអាហ្នឹងតកតទៅនឹង container អូខេនិយាយរួមទៅទាំងពីរវាសិតតែមានpro and cons គឺមាន pro and con ទាំងពីរហ្នឹងហើយអញ្ចឹងបងប្អូនស្ដាប់ហើយគិតថាមួយណាល្អគឺប្រើមួយហ្នឹងប៉ុន្តែគ្រាន់ថាមេរៀនដែលខ្ញុំបង្រៀននេះគឺខ្ញុំបង្រៀនតាក់ទងនឹង Docker ហ្នឹងបែបអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចែកម្លែកនៅអ្វីខ្ញុំចេះជូនបងប្អូនអរគ្នាដូចតែគ្នាទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏អីឬក៏មានមតិអីបន្ថែមអាចធ្វើការ comment នៅខាងក្រោមវីដេអូបានខ្ញុំនឹងធ្វើការអានហើយនឹងឆ្លើយតបជូនបងប្អូនអរគ្នាបន្ថែមអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំគិតថាក្នុងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងអត់មានអីវែងឆ្ងាយច្រើនទេសង្ឃឹមថាបងប្អូនយល់ហើយបើអត់យល់អាចធ្វើការសាកសួរបន្ថែមបានអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងអរគុណច្រើនបាយបាយ